សានុសិស្សវិទ្យាស្ថានអន្តរជាតិអាមេរិកបានធ្វើដំណើរទស្សនកិច្ចសិក្សាលើកទី 8 ទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធសិស្សានុសិស្សនៃវិទ្យាស្ថានអន្តរជាតិអាមេរិកចំនួន 1800 នាក់និងលោកគ្រូអ្នកគ្រូព្រមទាំងបុគ្គលិកចំនួន 200 នាក់ទៀតបានធ្វើដំណើរទស្សនកិច្ចសិក្សាលើកទី 8 ទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធត្រៃត្រឹងដែលមានទីតាំងស្ថិតនៅក្នុងឃុំមកៈស្រុកពញាលឺខេត្តកណ្ដាលលោកសាស្ត្រាចារ្យគួចមេងលីដែលជាប្រធានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាបានឲ្យអ្នកយកព័ត៌មានដឹងថាការរៀបចំកម្មវិធីទស្សនកិច្ចសិក្សានេះឡើងដោយមូលហេតុដើម្បីឲ្យសិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាស្ថានអន្តរជាតិអាមេរិកទាំងអស់ស្គាល់និងសិក្សាអំពីតម្លៃបេតិកភណ្ឌជាតិសម្រាប់តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានវប្បធម៌រមណីយដ្ឋានធម្មជាតិនិងរមណីយដ្ឋានកែច្នៃសម័យបច្ចុប្បន្ននិងជាពិសេសលោកមានបំណងចង់ឲ្យសិស្សានុសិស្សទាំងអស់ចេះផ្សារភ្ជាប់ពុទ្ធិទៅនឹងបំណិតជីវិតផ្ទាល់ដូចជាការទេសនាការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរយើងតាមជនបទលោកសង្ឃឹមថាដំណើរទស្សនកិច្ចសិក្សាលើកនេះនឹងបណ្ដុះទឹកចិត្តពួកគេឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រនិងបណ្ដុះមនសិការឲ្យចេះស្រឡាញ់ថែរក្សាការពារសម្បត្តិធម្មជាតិបរិស្ថានវប្បធម៌ប្រពៃណីទំនៀមទម្លាប់នានាដែលមាននៅក្នុងទឹកដីសវណ្ណភូមិនៃព្រះរាជាណាចក្រកម្ពុជាយើង